សូមអនុមោទនាអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំព្រះករណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់និងសូមនមស្ការក្រាបថ្វាយបង្គំបដិជគុណជាម្ចាស់គ្រប់អង្គដែលនិមន្តគង់ព្រះសណ្ដាប់នៅធម្មទេសនានៅក្នុងឱកាសនេះហើយក៏សូមធ្វើការរាប់អានចំពោះអវសោព្រះអនុថែដ៏មានអាយុដែលព្រះអង្គមានព្រះវត្តមានលើក្រេធម្មាសនៈនៅក្នុងវេលាគ្រានេះដែលជាដៃគូដែលត្រូវនឹងសម្ដែងពធទេសនាហើយសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទចំណុះឲ្យម្ចាស់ដើមទានប្រធានដើមបុណ្យទាំងមូលដែលមានសទ្ធាជ្រះថ្លាប្រារព្ធធ្វើកម្មវិធីបុណ្យខួបគម្រប់100ថ្ងៃដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានលោកកឹមទុយរួមទាំងញាតិកាទាំង7សន្តានដែលបានលះលោកនេះទៅកាន់លោកខាងមុខហើយអ្នកផ្ដើមបុណ្យមានលោកកឹមសុកឌីនិងអ្នកស្រីប៉ែនសូនីព្រមទាំងបុត្រលោកនងណមនិងអ្នកស្រីឯកសំបុនព្រមទាំងបុត្រហើយលោកម៉ែនយ៉មនិងអ្នកស្រីកឹមវ៉ុនព្រមទាំងបុត្រលោកនីងវេតនិងអ្នកស្រីកឹមស្រាយព្រមទាំងបុត្រលោកកេតរីនិងអ្នកស្រីកឹមធីព្រមទាំងបុត្រនេះឈ្មោះអ្នកផ្ដើមបុណ្យនៅក្នុងវេលាគ្រានេះឥឡូវនេះពេលវេលាក៏ដល់ដើម្បីអាត្មាភាពទាំងពីរអង្គសម្ដែងពធទេសនាហើយអាត្មាភាពនេះមិនសូវបានជួបលោកម្ចាស់ព្រះអនុថែនេះទេញោមជួបលើកទី2នៅត្នេះលើកទី1នៅភ្នំដិនលើកទី2នៅពោខ្វិតនៅភូមិពោខ្វិតអញ្ចឹងបានមុខដូចខ្វិតស្អាតញោមហើយភ្ញៀវក៏មិនតាន់អស់ដែរភ្ញៀវនោះនៅបដើររហូតអីមានក្មេងមានចាស់ស្ដាប់ច្រើនកំឡោះកំមុំអីក៏មកស្ដាប់ច្រើនចឹងការសម្ដែងធម៌ទេសនានៅក្នុងឱកាសនេះគឺរបៀបបច្ឆាវិស័ចនាសួរឆ្លើយអាត្មាភាពដែលបានកាន់មីក្រូមុនហើយបានឡើងរៀបរាប់មុនគឺខ្លួនឯងនឹងសូមតាំងខ្លួនឯងថាជាព្រះមហាថេរឬក៏ជាបច្ចកថេរបានន័យថាប្រធេរៈដែលមានសិទ្ធសួរតែអត់មានសិទ្ធឆ្លើយទេហើយសូមប្រកេននាមប្រកេនទូនាទីលោកម្ចាស់ព្រះអនុថែរដែលគង់នៅវត្តអង្គកំណប់សូមប្រកេនងារថាជាព្រះអនុថែរឬវិសច្ចកថែរបានន័យថាប្រធេរៈនឹងមានតួនាទីឆ្លើយនៅបញ្ហាកម្មដែលខ្ញុំកណាអាត្មាបានចោទដណ្ដឹងសួរទៅពីព្រោះសម្ដែងធម៌ទេសនាពីព្រះអង្គអញ្ចឹងតើមានការចាត់ចែងអញ្ចឹងបានសម្ដែងទៅបានហើយបើខ្ញុំកណាប្រកេនតួនាទីប្រកេនងារប៉ុណ្ណឹងលោកម្ចាស់ព្រមឬមិនព្រមយ៉ាងណាសូមមានធរៈដីកាដើម្បីឲ្យយាយតាបានស្ដាប់សូមរតនានិមន្តសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ
ទូព្រះបង្គំខ្ញុំប្រគុណម្ចាស់សូមលើកហាត់ប្រណម្យកំបងអិជ្ជលីក្រាបសំពះនមស្ការចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពកោតក្រែងនិងជ្រះថ្លាសពកាលម្យ៉ាងវិញទៀតសូមនមស្ការចំពោះព្រះអង្គគ្រូព្រះមហាថៃនិងវិធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងនៅពងពោះពីអង្គខ្ញុំបកូណាសូមចម្រើនពរដល់អស់លោកញាតិញោមពុទ្ធបរិស័ទយាយតាឧបាសកឧបាសិកាគ្រប់រូបទាំងអស់ជាពិសេសគឺលោកអ្នកដើមទានប្រធានបុណ្យដែលសុទ្ធសឹងតែជាអ្នកមាននៅសទ្ធាជ្រះថ្លាជឿជាក់ទៅនៅក្នុងគុណនៃព្រះរតនត្រ័យក្នុងថ្ងៃនេះបណ្ដាអស់លោកញាតិញោមជាសម័យទានប្រធានបុណ្យគាត់ប្រកបដោយធម៌កតញ្ញូកតវេទីនឹករលឹកឃើញដល់គុណរបស់លោកកឹមទុយបានធ្វើការលកិរិយាពីលោកនេះទៅកាន់បរៈលោកដតីហើយនោះដោយចិត្តអនុគ្រោះករណីចិត្តចំពោះគាត់ក៏បានធ្វើពិធីបុណ្យខួប100ថ្ងៃនេះឡើងដោយមូលហេតុនៃការធ្វើបុណ្យនេះទៅជាបច្ច័យនាំឲ្យបានខ្ញុំបកូនអាត្មាភាពទៅពីព្រះអង្គបានឱកាសមកសម្ដែងនៅព្រះធម៌ទេសនាដើម្បីចែកចាយនៅព្រះធម៌ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធឲ្យដិតជាប់ក្នុងក្រៅបេះដូងនៃពុទ្ធបរិស័ទគ្រប់រូបទាំងអស់និងជាការផ្សព្វផ្សាយនៅគោលការណ៍នៃពុទ្ធសាសនាដែលមានអត្ថន័យខ្លឹមសារជាប្រយោជន៍នាំមកនៅសេចក្តីសុខនិងជាការបានសាងនៅសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនៃសពសត្វទូទៅទាំងអស់ចឹងក្នុងឱកាសវេលាគ្រានេះខ្ញុំបកណាអាត្មាភាពបានការសម្ដែងជាមួយនឹងព្រះអង្គគ្រូវត្តអង្គវត្តសម្រងពន្លៃហើយព្រះអង្គបានតែងតាំងនៅឋានៈទួនាទីនៃការសម្ដែងពធទេសនាទៅតាមរបៀបភាសានៃការបួសក្នុងសំណាក់នៃពុទ្ធសាសនមណ្ឌលយើងនេះដោយព្រះអង្គបួសមុនមានចំណេះចេះដឹងខ្ពង់ខ្ពស់បានចូលមកសិក្សាជ្រកកោនក្នុងសំណាក់នៃពុទ្ធសាសនានេះមុនមិនងាតែជាមហាថៃគឺជាបធេរៈធំខ្ញុំបកណាអាត្មាភាពបួសក្រោយថ្មងថ្មីខ្ចីវិសាចូលមកសំណាក់អាស្រ័យនិស័យនៃពុទ្ធសាសនានេះក្រោយក៏ទទួលងារតែជាអនុធេរៈគឺជាបធេរៈតូចទៀបជាងហើយមាននទីជាអ្នកឆ្លើយការដែលទទួលងារថាជាអ្នកឆ្លើយនេះមិនជំទាស់អីទេក៏ប៉ុន្តែថាជាធម្មតាក្នុងការទទួលនៅសំណួរមិនមែនសុទ្ធតែចេះទាំងអស់នោះទេការសិក្សានៃបុគ្គលម្នាក់ទៅនៅក្នុងព្រះពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើងគឺមិនអាចសិក្សាឲ្យគ្រប់ចំណុចឬក៏ថាចាំគ្រប់ទីកន្លែងបានទេអញ្ចឹងទន្ទឹមនឹងការទទួលនាមនេះខ្ញុំបកូនអាត្មាភាពក៏សូមសំណូមពរពីមហាថៃពីបកាទី1ក្រៃលោសំណួរឯណាដែលមួយដែលព្រះអង្គចោទសួរមកខ្ញុំបកករណាហើយខ្ញុំបកករណាមិនចេះមិនបានសិក្សាដល់ចំណុចធម៌នោះសូមព្រះអង្គទ្រង់និមន្តវិសាចនីឲ្យខ្ញុំបកណាញាតិញោមជាម្ចាស់គ្រប់ព្រះអង្គបានស្ដាប់និងចម្រើនបញ្ញាពីពេលនេះតទៅសំណងពរទី2ក្រែងលើការឆ្លើយសំណួរនោះបកស្រាយយថាតិបាយត្រង់ចំណុចធម៌ឯណាដែលមួយមិនបានក្បោះក្បាយឬក៏ឃ្លៀងឃ្លាតចាព្រះធម៌ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធសូមព្រះមហាថៃព្រះអង្គទានប្រោសតម្រែតម្រង់ឲ្យត្រឹមត្រូវតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដូច្នេះការទទួលនាមមានប្រមាណប្រការប៉ុណ្ណេះសូមព្រះមហាថៃព្រះអង្គទានជ្រាបកណាសាធុបានជ្រាបបានដឹងនៅអ្វីដែលព្រះអនុថែព្រះអង្គបានវិសាចនាមកគឺលោកព្រមទទួលក្នុងការដែលអាត្មាចាត់ចែងតំណែងឲ្យលោកដើម្បីឲ្យស្រួលក្នុងការសម្ដែងធម៌ទេសនា
ពីព្រោះការសម្ដែងធម៌ទេសនារបៀបបច្ឆាវិស័យជនាដូចនេះត្រូវតែមានការចាត់ចែងតាក់តែងអញ្ចឹងញោមដើម្បីឲ្យសម្ដែងទៅសនុកស្ដាប់ហ្នឹងហើយបើមិនចាត់ចែងតំណែងអញ្ចឹងទៅពិបាកសម្ដែងហើយពិបាកស្ដាប់ទៀតពីព្រោះការសិក្សានៅព្រះពុទ្ធវចនៈព្រះសម្មាសម្ពុទ្ធមិនមែនចេះដឹងតែប្រសង់អ្នកបួសទេញោមញាតិញោមដែលជាឧបាសកឧបាសិកាក៏មានចំណេះចេះដឹងខ្ពង់ខ្ពស់ដែរហ្នឹងហើយជួនកាលអាចសម្ដែងទៅនឹងមិនគប់អធិស្ឋានគាត់ក៏មានដែរពីព្រោះការស្ដាប់ធម៌របស់ញាតិញោមអ្នកខ្លះស្ដាប់យកបុណ្យអ្នកខ្លះទៀតស្ដាប់ចាំដាក់ពន្ទុចាំដាក់ពន្ទុនឹងដល់ពេលលោកទៅហើយវិនិច្ឆ័យអាចេះនៅស្ទើរតនេះនៅខ្វះតនេះបន្ថែមតនេះបន្តិចឆ្ងាញ់បន្ថើដោយខ្លួនឯងលោកចឹងចឹងការសម្ដែងក្តីការបរិយាយក្តីនៅពធហ្នឹងគឺមិនគប់អធិស្ឋានទាំងអស់ទេញោមជួនកាលសម្ដែងទៅចំកន្លែងញោមចេះញោមដឹងជួនកាលសម្ដែងទៅចំអាកន្លែងញោមភ្លេចដល់ពេលលោកទេសម៉ាច់ចំអូឯងភ្លេចអាកន្លែងហ្នឹងដល់ស្ដាប់លោកភ្លឺឡើងមកវិញអត់ដែលនេះគេស្ដាប់នឹងអញ្ចឹងមិនមែនថាលោកទេសនាអដែលទេសចុះទេសឡើងទេសតធัวអដែលចំតាកន្លែងឯងចេះអដែលចុះបើបុណ្យអដែលមិនអោយទេសអដែលចឹងមែនទេញោមបើបុណ្យយកអដែលមានតែ7ថ្ងៃ100ថ្ងៃ7ថ្ងៃ100ថ្ងៃមានតែប៉ុណ្្នឹងមានបុណ្យមានអ្នកណាដាក់ឈ្មោះធ្វើបុណ្យឡើងឋានសួគ៌មានថាអញ្ចឹងដល់7ថ្ងៃ100ថ្ងៃ7ថ្ងៃ100ថ្ងៃហើយដល់ពេលលោកលើកមេតិកាធម៌នាមសាកសួរសំដែងដល់វាឃ្លាតចាកបន្តិចតាំងដាក់បន្ទូហេឯងបនលោកនឹងមកទេសកុំឲ្យចំបនឯងបន្តិចហើយដល់ពេលទេសនាចាក់ខ្សែអាត់តាមវិសុបនណាក៏7ថ្ងៃបនណាក៏7ថ្ងៃដល់ពេលអ្នកស្ដាប់ខ្លះគេថាចំលោកអស់ហ្នឹងគ្មានធัวផ្លាយទេទេសតែអដែលបាទអាត្មាប្រាប់ទៅវិញថាបើខ្មោចងាប់អដែលមិនអោយទេសអដែលមានតែ7ថ្ងៃ100ថ្ងៃមានអីលើសហ្នឹងហើយមករយៈនេះញោមខលទៅអាត្មាហ្នឹងខលដល់ហើយលេងចង់បានដេកបានពួនហើយដោយសារស្ដាប់មិនលឺស្ដាប់មិនលឺវិសុគិរីវងម៉ោង9យប់ដល់ម៉ោង9កន្លះហើយដល់ម៉ោង9កន្លះម៉ោងលោកម្ចាស់អង្គកំណប់ហ្នឹងហើយដោយសារតែអាត្មាភាពផ្អាកហើយប៉ុស្តិ៍គិរីវងហើយចង់ស្ដាប់ឲ្យស្ដាប់ប៉ុស្តិ៍តកែវ 107.7 1ម៉ោងពេញហើយខេត្តកពតវិសុពន្លឺធម៌ព្រះពុទ្ធអាហ្នឹងម៉ោង7ដល់ម៉ោង8ព្រឹកហើយខេត្តកំពង់សោមហ្នឹងចាក់1ម៉ោងដែរប៉ុន្តែពីវិសុហ្នឹងលោកប្រធានវិសុហ្នឹងលោកយកធម៌យើងទៅចាក់លោកអត់មានគិតសហុយគិតអីទេលោកចាក់ឲ្យយើងយកទៅបន់ទៅហើយបើញោមណាតាមដានស្ដាប់មលឺចូល YouTube វាយឈ្មោះតឡុងច័ន្ទថាទៅចេញមកហើយធម៌ទេសនានៅហ្នឹងហ្នឹងហើយក្នុង YouTube ញោមណាហើយបើមិនចេះអត់ទៅមានចៅមានអីហ្នឹងឥឡូវខ្ញុំកណាអាត្មាសាកសួរព្រះអង្គទៅចោះដោយសារតែថ្ងៃនេះអាត្មាត្រូវសម្ដែងនៅម្ដុំព្រីបានតំឯណាហួសនឹងបន្តិចវត្តជួចវត្តអីណាហ្នឹងហើយថ្ងៃនេះ2ញោមហើយស្អែក2ប៉ុន្តែស្អែក2ហ្នឹងចោលគេទាំង2អត់ទទួលទេពីព្រោះស្អែកហ្នឹងធ្វើដំណើរទៅទេសនាប៉ោយប៉ែតហ្នឹងគេមន់តាម YouTube គេមើល YouTube គេស្ដាប់មិនឮតែគេមើលតាម YouTube ហើយក៏ទេមន់ហើយទេសហ្នឹងទេសថ្ងៃ26ប៉ិនគេឲ្យមន់ទៅថ្ងៃ25ដល់អញ្ចឹងត្រូវធ្វើដំណើរមួយថ្ងៃញោមហ្នឹងហើយឥឡូវខ្ញុំកណាអាត្មា
ក្រនតែប្រកេនក៏ដូចជាចម្រើនពួរប្រាប់ញោមបបភិកខ្លះមុននឹងចូលដល់បញ្ហាកម្មចឹងបើលោកសំដែងទៅត្រូវអធិស្រ័យខុសអធិស្រ័យអីញោមកុំប្រកាន់ណាហើយចេះតែស្ដាប់យកតប៉ុននោះពីព្រោះញោមសិនអ្នកចេះអស់ហើយមិនមែនអ្នកមិនចេះទេខ្ញុំកណាគ្រាន់តែចង់សួរឲ្យអនុថែនឹងនិមន្តឆ្លើយហើយសំដែងទៅតាមកាលគួរមិនបានសួរញឹកឆ្លើយញឹកអីទេសួរមកសំណួរឬពីរសំណួរអីទៅអេវ៉ាំងទៅមិនបាច់ទេយូរពេកទេនាំឲ្យញោមម្ដុំនេះបានចិត្តទេគ្រាន់តែចង់សួរថាបុណ្យ100ថ្ងៃនឹងហេតុអ្វីបានជាគេចូលចិត្តធ្វើ100ថ្ងៃណាហេតុដូចម្ដេចបានជាញាតិញោមពុទ្ធបរិស័ទយាយតាទាំងអស់ចូលចិត្តធ្វើបុណ្យ100ថ្ងៃអារឿង7ថ្ងៃអីយើងមិនបាច់និយាយដោយសារបុណ្យនេះបុណ្យ100ថ្ងៃហើយបុណ្យ100ថ្ងៃហ្នឹងគឺជាបុណ្យអ្វីហើយចាំបាច់អីត្រូវធ្វើបុណ្យ100ថ្ងៃហ្នឹងហើយសូមអនុថែនឹងនិមន្តឆ្លើយទៅតាមកាលគួរបានប៉ុណ្ណាយកប៉ុណ្ណឹងកណាដើម្បីឲ្យយាយតាទាំងអស់បានស្ដាប់ហើយបានជាការសិក្សាបន្តទៅទៀតកណាសមរតនានិមន្តសូមអនុមោទនាផន្តេធរៈបពិតព្រះមហាថេរចម្រើនឧស្សាហ៍ទៅអស់លោកញាតិញោមជាសាធុសប្បុរសផងទាំងឡាយចឹងក្នុងកម្មវិធីបុណ្យខួបគម្រប់100ថ្ងៃនេះជាទំនៀមនៃលោកអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរយើងគាត់និយមចូលចិត្តធ្វើហើយព្រះអង្គសួរតើហេតុអីបានជាគេចូលចិត្តធ្វើហើយគេធ្វើហ្នឹងថាតើវាចាំបាច់អីហើយគេឲ្យឈ្មោះបុណ្យ100ថ្ងៃហៅថាជាបុណ្យអីពិធីបុណ្យ100ថ្ងៃនេះបានជាគេចូលចិត្តធ្វើដោយសារអញ្ចេះទេតាមការយល់ឃើញទៅតែមិនដឹងថាខ្ញុំក៏ដែរយល់ឃើញអញ្ចឹងហើយមហាថៃយល់ឃើញយ៉ាងម៉េចទេពិធីបុណ្យនេះជាប្រភេទនៃពិធីបុណ្យតក្កណានុប្បទានឬយើងហៅទៅជាពិធីបុណ្យតក្កណានុប្បទានអញ្ចឹងក៏បានញាតិញោមដាក់ថាចំណងជើងបុណ្យក្នុងសបុតបុណ្យនឹងដាក់ថាបុណ្យ100ថ្ងៃអញ្ចឹងក៏បានដាក់ចំណងជើងបុណ្យថាបុណ្យតក្កណានុប្បទានអញ្ចឹងក៏បានមិនទាស់ខុសទេតែវាខុសគ្នាត្រង់ដែលថាមួយតក្កណានុប្បទាននេះនិយាយទូទៅមិនរើសកាលមិនរើសវេលាទេពេលណាយើងធ្វើបុណ្យតក្កណានុប្បទានហ្នឹងឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅហ្នឹងលោកហៅថាបុណ្យតក្កណានុប្បទានណាតែបុណ្យ100ថ្ងៃនេះជាពិធីបុណ្យតក្កណានុប្បទានដែរក៏ប៉ុន្តែថាយើងកំណត់ថ្ងៃដោយមូលហេតុថាកាលពីលោកអ្នកស្លាប់គាត់ទៅតែស្លាប់ដំបូងថ្មោងថ្មីហ្នឹងញោមចាស់ដើមទៀនប្រធានបុណ្យកូនចៅប្រុសស្រីគ្រប់រូបទាំងអស់មិនទាន់បានជួបជុំគ្នាស្រេចបាច់ទេឧទាហរណ៍ថាលោកតាគឹមទុយអញ្ចឹងទៅចុះគាត់កាលពីគាត់ស្លាប់ភ្លាមហ្នឹងទាន់ហន់ភ្លាមហ្នឹងមានកូនខ្លះនៅទីនេះកូនខ្លះនៅទីនោះកូនខ្លះនៅជិតកូនខ្លះនៅឆ្ងាយអញ្ចឹងអត់ជុំគ្នាទេហើយម្យ៉ាងវិញទៀតពិធីបុណ្យសពហ្នឹងគឺថាវាជាពិធីបុណ្យសន្និហេតុធ្វើបុណ្យភ្លាមតន់ហន់ពេកយើងជាម្ចាស់ដើមទៀនប្រធានបុណ្យហ្នឹងក៏មិនអាចគិតគូរឲ្យចប់ឲ្យគ្រប់សពអស់ដែរក្នុងការចាត់ចែងកម្មវិធីបុណ្យហ្នឹងឧទាហរណ៍ដូចជាត្រូវចាត់ចែងប្រគេនចង្ហាន់លោកណាសំគូប្រគេនជាពួរប្រគេនសាដកប្រគេនរបស់នេះរបស់នោះចាត់ចែងនិមន្តលោកទេសនានិមន្តលោកវត្តនេះលោកវត្តនោះឬក៏និមន្តលោកសូត្រមន្តចូលរួមកម្មវិធីបុណ្យត្រូវមន្តវត្តណាអញ្ជើញអាចារ្យអញ្ជើញយាយតាបងប្អូនជិតឆ្ងាយទាំងអស់ហ្នឹងមិនទាន់សពគ្រប់អស់ទេមិនទាន់បានគិតមុនជុំមនុស្សស្លាប់មានអ្នកណាប្រាប់យើងមុនចឹងស្លាប់ភ្លាមចឹងធ្វើបុណ្យហ្នឹងអត់ទាន់ឯងបានជាយើងដកឃ្លាមកទុករៀងយូរបន្តិចតម្រាំដល់ថ្ងៃ100ថ្ងៃហ្នឹងណាយើងគិតថាដកឃ្លាពីនោះមកទី1យើងសំលុយសំកាក់ហ្នឹងក៏សំគួរដែរដែលហេតុថា
ការដែលធ្វើបុណ្យតេកណានុបទាននេះយើងមានកិច្ចពីរទី1គឺអចិន្នកិច្ចហ្នឹងគឺជាកិច្ចនៃការសន្សំការសន្សំហ្នឹងមានន័យថាកូនចៅប្រុសស្រីបន្ទាប់អំពីឪពុកម្ដាយគាត់បានស្លាប់លាចាកលោកនេះទៅហើយគាត់ត្រូវការសន្សំលុយសន្សំកាក់ទុកធ្វើបុណ្យសន្សំលុយសន្សំកាក់សន្សំបច្ច័យ4មានរកស៊ីមុខរបរនេះមុខរបរនោះឆ្លៀតដាក់លុយប៉ុណ្ណេះប្រចាំថ្ងៃទុកឲ្យបានគ្រប់100ថ្ងៃធ្វើបុណ្យជូនពុកអញអញ្ចឹងយើងសន្សំអញ្ចឹងណាអចិន្នកិច្ចកិច្ចនៃការសន្សំទៅធ្វើបានអញ្ចឹងបានជាគេដកឃ្លាសិនរយៈពេលពីស្លាប់នឹងរហូតដល់100ថ្ងៃហ្នឹងសន្សំលុយធ្វើបុណ្យកើតបើយើងទាល់ច្រកប៉ុណ្ណាក៏អាចរកខាងនេះរកខាងនោះបានក្នុងការធ្វើបុណ្យនឹងដែរទី2គឺឧទ្ទិសកិច្ចជាកិច្ចនៃការឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅនៅពេលដែលយើងធ្វើបុណ្យហ្នឹងអញ្ចឹងបានជាគេពេញនិយមធ្វើបុណ្យ100ថ្ងៃហ្នឹងគឺថាទី1ចាស់បារាណគាត់កំណត់ដាក់ក្នុងថ្ងៃក្នុងថ្ងៃទី100ហ្នឹងក្នុងខួបនៃ100ថ្ងៃហ្នឹងគឺថាឲ្យមានរយៈកាលយូរបន្តិចឲ្យកូនចៅប្រុសស្រីហ្នឹងបានធូរទ្រូងបន្តិចមកសន្សំលុយសន្សំកាក់ចាត់ចែងការងារសពគ្រប់អាចគិតនេះគិតនោះឃើញហ្នឹងទី1ហើយទី2ពិធីបុណ្យហ្នឹងលោកហៅថាជាពិធីបុណ្យតេកណានុបទានបាននិយាយថាពិធីបុណ្យតេកណានុបទានដូចនិយាយពីខាងដើមមកថាកាលណានិយាយដល់ការឧទ្ទិសចំពោះអ្នកស្លាប់ទៅគេនិយាយដល់ពាក្យតេកណានុបទានហ្នឹងក្នុងគោលដៅសំខាន់នៃអ្នកដែលធ្វើពិធីបុណ្យនេះឡើងគឺយើងធ្វើដើម្បីឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅមិនដឹងថាឪពុកអញគាត់ស្លាប់ពីលោកនឹងទៅគាត់ទៅចាប់កំណើតកើតក្នុងទីកន្លែងណាទេបើគាត់បានកើតក្នុងទីសំគូកូនចៅប្រុសស្រីទាំងឡាយក៏សប្បាយចិត្តសោមនស្សរីករាយទៅជាមួយនឹងអំណរសាទរនៃការបានទៅចាប់កំណើតខ្នុយរបស់លោកឪពុកដែលបានកើតក្នុងទីសំគូតែកូនចៅប្រុសស្រីទាំងឡាយគិតឃើញថាក្រែងលោកឪពុករបស់អញគាត់ស្លាប់ពីលោកនេះទៅស្រាប់តែគាត់មុនស្លាប់នឹងនឹកឃើញរឿងណាមួយជាវិបាកជានិមិត្តនៃកម្មអាក្រក់បានមកហុចផលឲ្យគាត់និមិត្តឃើញនោះក៏បានចាប់កំណត់ក្នុងទីឋានពុំសំគូមានអបាយភូមិនរុប្រែតរិឆានអសុរកាយជាដើមកូនចៅអាណិតឪពុកអញកាន់គាត់នៅរស់គាត់ខំប្រឹងធ្វើការងារមុខរបរកសិកម្មអាជីវកម្មពាណិជ្ជកម្មចំនួនជួញដូរចិញ្ចឹមកូនប្រុសស្រីទាំងអស់ខំប្រឹងសន្សំលុយសន្សំកាក់ទិញផ្ទះទិញដីស្រែដីចម្ការទុកជាការចែកកូនគ្រប់គ្នារកស៊ីប្រចាំថ្ងៃទុកមិនសម្រាប់អ្នកណាក្រៅអំពីកូនប្រុសស្រីនោះទេស្រឡាញ់កូនខ្លាំងប៉ុណ្ណឹងស្លាប់ពីលោកនឹងទៅគ្មានយកអីទៅបានទាល់តែសោះមានជីវិតមួយបែកធ្លាយបញ្ញខណ្ឌនឹងទៅរបស់ទ្រព្យដែលគាត់ខំប្រឹងរកទាំងបាល់បានតាំងអំពីផ្ទះទាំងអំពីដីស្រែដីចម្ការដីលំនៅឋានមុខរបរដែលបានបន្សល់ឲ្យកូនគ្រប់គ្នាហ្នឹងណាគាត់មិនអាចយកទៅបានសំណោះខ្លួនណាខំប្រឹងធ្វើការសស្រាក់សស្រាំបែកញើសឲ្យហូរមកពេញជោគកាយាដើម្បីកូនគ្រប់គ្នាសពតែស្លាប់បាត់បង់ជីវិតទៅរបស់ទាំងអស់ហ្នឹងគ្មានបានទៅគាត់អីណាបានមកកូនគ្រប់គ្នានឹងដដែលអញ្ចឹងនឹកឃើញតែគេដំណើរគាត់ច្រើនណាគាត់ខំធ្វើដើម្បីកូនគ្រប់រូបអញ្ចឹងបើគាត់ទៅចាប់កំណើតក្នុងទីឋានពុំសំគួរទេអញកូនប្រុសស្រីនឹងគួរតែនាំគ្នាធ្វើបុណ្យសុនទានដើម្បីឧទ្ទិសផលជូនចំពោះគាត់ហើយកាលណាយើងធ្វើបុណ្យអញ្ចឹងយើងនឹកឃើញថាយើងអ្នកកាន់សាសនាអីអ្នកកាន់សាសនាអីអ្នកកាន់ទំនៀមអីយើងអ្នកកាន់ពុទ្ធសាសនាយើងធ្លាប់ស្ដាប់ពធការសម្ដែងធម៌របស់ព្រះសង្ឃចែកជូនធម្មទានរបស់លោកគ្រូធម្មអាចារ្យទេសសាចារ្យលោកតាអាចារ្យគាត់បានរៀនសូត្រចេះដឹងទៅនៅក្នុងព្រះពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូដែលយើងលោកថាកាលណានិយាយដល់ការឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅធ្វើបុណ្យហ្នឹងទាល់តែប្រកបដោយអង្គ3ទី1គឺសីលੰទានੰទេតិទាល់តែយើងធ្វើបុណ្យចំពោះអ្នកមានសិលអ្នកមានសិលហ្នឹងគឺសំដៅបានដល់លោកអ្នកដែលបានអប់រំទូនមាននៅកាយនិងវាចា
បានល្អកាយវិចារបានល្អហ្នឹងសំដៅបានដល់អ្នកណាខ្លះមានប្រសង់មានយាយមានតាឧបាសកឧបាសិកាឬក៏ថាមិនមែនយាយតាទេក៏ប៉ុន្តែថាគាត់នឹងជាអ្នកដែលបានជួលមុខសមាទានសិលដែរនៅវ័យល្មម30 40អីក៏ដោយតែឲ្យតែបានជួលមុខសមាទានសិលវាចានៅការប្រព្រឹត្តខុសតាមទ្វាកាយតាមទ្វាវិចារទាំងអស់នឹងចោលហើយមកជូនសំកុសលតាមរយៈទ្វាកាយទ្វាវិចារហ្នឹងឲ្យទៅជាមនុស្សល្អអញ្ចឹងណាមានញោមខ្លះសមាទានសិល5អញ្ចឹងមកញោមខ្លះសិល8អញ្ចឹងមកញោមខ្លះសិល10អញ្ចឹងមកឬក៏ជាមួយភិក្ខុសង្ឃមានសាមណេរមានភិក្ខុជាដើមមិនរើសទាល់តែលោកធំលោកជាក្រាចលោកស័កបុណ្យទួនាទីបណ្ណាទេឲ្យតែជាព្រះសង្ឃហើយអ្នកមានសិលអាចឧទ្ទិសជូនចំពោះអ្នកស្លាប់ទៅបានណាទី2គឺទាយុទាយិកានឹងឧទ្ទិសសេនៈគឺថាទាល់តែយើងជាទាយុទាយិកាបានដល់សមីទានប្រធានបុណ្យហ្នឹងហើយសមីទានប្រធានបុណ្យហ្នឹងជាទាយុទាយិកាមានន័យថាជាអ្នកឲ្យទានគឺអ្នកធ្វើបុណ្យហ្នឹងហើយចូលមកក្នុងកម្មវិធីបុណ្យហ្នឹងគឺតែចាត់ចែងមកប្រគេនអ្នកជូនអ្នកមានសិលដោយផ្ទាល់ដៃអញ្ចឹងបានជារាល់ពេលដែលធ្វើកិច្ចផ្សេងក្នុងរោងបុណ្យហ្នឹងញោមអាចារ្យគាត់អ្នកដឹកនាំតែងហៅកូនចៅមកឲ្យមូលគ្នាអញ្ចឹងមកបើស្ដាប់ព្រះសង្ឃក៏ត្រូវមកអង្គុយមុខលោកអញ្ចឹងដែរបើដល់ពេលប្រគេនភេសជ្ជៈលោកដល់ពេលប្រគេនចង្ហាន់លោកដល់ពេលប្រគេនរបស់នេះរបស់នោះស្ដាប់លោកចម្រើនព្រះបរិត្តថ្វាយអង្គមព្រះសមាទានសិលក៏ត្រូវតែជួលមកកាន់រោងបុណ្យនឹងដែរវាចាំបាច់អញ្ចឹងណាយើងអ្នកឲ្យជាម្ចាស់ដើមទៀមផ្ទាល់យើងអង្គុយស្ដាប់លោកទេសជាដើមយើងតាំងចិត្តអូពុកអញឈ្មោះតាកឹមទុយអញ្ចឹងមកព្រមទាំងញាតិកាទាំងឡាយរបស់អញដោយអំណាចនៃការធ្វើទានចំពោះអ្នកមានសិលដោយអំណាចនៃការចែកទានចំពោះញាតិញោមសប្បុរសចូលរួមក្នុងកម្មវិធីបុណ្យនេះអំណាចបុណ្យកុសលទាំងអស់ហ្នឹងសូមតាំងចិត្តអធិដ្ឋានឧទ្ទិសជូនចំពោះពុកអញញាតិការបស់អញដែលបានធ្វើគុណចំពោះអញសូមឲ្យគាត់បានត្រេកអរអនុមោទនាយកនៅផល្លានិសង្ឃទាំងអស់នេះទី3គឺបេតានាងអនុមោទនាអ្នកតលតែអ្នកស្លាប់ហ្នឹងមានកំណើតជាបេតវិស័យដែរបើក្រៅពីបេតវិស័យគឺថាមិនអាចទទួលយកបានទេដែលយើងអាចមើលបញ្ជាក់ក្នុងបត្រៃបៃដកភាគ52ជាដើមយើងមើលដោយច្រើនគឺថាជាកំណើតបេតវិស័យមានអ្នកខ្លះអត់សម្លៀកបំពាក់អញ្ចឹងទៅមានអ្នកខ្លះមានរូបរាងកាយអាក្រក់មិនគូជាទីជ្រះថ្លាអញ្ចឹងមកមិនគូជាទីពេចពិលមានរាងកាយអាក្រក់ជាដើមពពួកទាំងអស់ហ្នឹងលោកហៅថាជាបេតវិស័យមានតែពួកបរតតោបជីវតៈប្រែតជាដើមដែលរស់នៅអាស្រ័យបុណ្យនៃអ្នកដែលនៅរស់ធ្វើបុណ្យទៅឲ្យទៅអាចទទួលផលបានអញ្ចឹងសង្ខេបមកគឺថាមូលហេតុទាំង3ប្រការឬក៏អង្គទាំង3នេះគឺជាអង្គនិតកណានុបទានហើយអង្គនិតកណានុបទានហ្នឹងគឺជាបុណ្យនៃបុណ្យ100ថ្ងៃហ្នឹងហើយអញ្ចឹងបុណ្យ100ថ្ងៃគឺស្មើនឹងពាក្យតបុណ្យតកណានុបទាននៃបុណ្យតកណានុបទានកាលណាគេនិយាយពីតកណានុបទានគឺនិយាយអំពីហេតុពីខាងដើម3ប្រការហ្នឹងហើយពិធីបុណ្យហ្នឹងគឺថាចាំបាច់កូនចៅប្រុសស្រីទាំងអស់គ្នាត្រូវតែធ្វើមិនអាចថាអត់បានទេយើងគ្រប់គ្នាយើងគួរតែគិតមើលថាឪពុកយើងម្ដាយយើងគាត់នៅរស់ណាគាត់ធ្វើការងារដើម្បីយើងគ្រប់គ្នាគាត់ស្លាប់ទៅរបស់ទ្រព្យទាំងអស់បានមកលើយើងដីស្រែដីចំការគាត់ធ្វើប្រមាណគ្មានយួរទៅទាំងអស់ហើយយើងបានគុណបំណាច់ពីគាត់មកឲ្យគាត់ស្លាប់ទៅមិនធ្វើបុណ្យឲ្យគាត់សមដែរញាតិញោមថាមិនសមទេត្រូវតែធ្វើបុណ្យសុនទានចឹងមកតាមមានតាមបានតូចធំអីគឺថាឲ្យតែយើងមានលទ្ធភាពបណ្ណាធ្វើប៉ុណ្ណឹងមកបើយើងមានធនធានច្រើនធ្វើបុណ្យកក្រឹកកក្រែងចឹងមកមានប្រសង់សម្ដែងធម៌ទេសនាមានញាតិញោមយាយតាភ្ញៀវមកគ្រប់កកពីទិសទីចឹងមកតែបើយើងគ្មានលទ្ធភាពទៅធ្វើតាមកាលសំគួរតាមលទ្ធភាពប្រគេនចង្ហាន់លោកជាដើមពីអង្គមួយអង្គអីតាមអធិស្ឋានរបស់ផងខ្លួនចឹងការសម្ដែង